ញ៉ាំសុទ្ធរាល់ថ្ងៃល្អអត់ហើយតើដឹងទេថាសារធាតុចិញ្ចឹមពិតប្រាកដគឺស្ថិតនៅឯណាអ្នកជំនាញអាហារូបត្ថម្ភបញ្ជាក់ថាមិនមានកម្រិតកំណត់នៃការស្លាប់រស់សម្រាប់មនុស្សគ្រប់គ្នានោះទេវាអាស្រ័យលើសុខភាពនិងរបបអាហាររបស់អ្នកប៉ុន្តែស៊ុតគឺជាប្រភពប្រូតេអ៊ីនគុណភាពខ្ពស់ដែលមានជាតិលូស៊ីនលីសិនជួយបង្កើតសាច់ដុំបានយ៉ាងល្អអូកុំចោលផ្នែកលឿងឲ្យសោះណាព្រោះវាសម្បូរទៅដោយលុយតេអ៊ីននិងស៊ីសានថេនដែលជួយការពារភ្នែកនិងជាតិខូលីនដែលជួយទ្រទ្រង់ខួរក្បាលនិងប្រព័ន្ធប្រសាទព្រមទាំងវីតាមីន A វីតាមីន B និងវីតាមីន D ទៀតផងស៊ុបធំមួយគ្រាប់ទម្ងន់តែ50ក្រាមសម្បូរវីតាមីន A និងវីតាមីន D មានប្រូតេអ៊ីនដល់ទៅ6ក្រាមតែផ្ដល់ថាមពលត្រឹមតែ72កាឡូរីប៉ុណ្ណោះបរិមាណញ៉ាំស៊ុតគឺខុសគ្នាតាមប្រទេសអាល្លឺម៉ង់ឲ្យញ៉ាំតែ1គ្រាប់ក្នុងមួយសប្តាហ៍ប្រទេសអេស្ប៉ាញឲ្យញ៉ាំ4គ្រាប់ក្នុងមួយសប្តាហ៍ប្រទេសចិនលើកទឹកចិត្តឲ្យប្រជាជនញ៉ាំពី5ទៅ7គ្រាប់ក្នុងមួយសប្តាហ៍ឯប្រទេសជប៉ុនញ៉ាំជិត1គ្រាប់រាល់ថ្ងៃសរុបមកបើអ្នកមានសុខភាពល្អគ្មានជំងឺបេះដូងថ្លើមឬខ្លាញ់ក្នុងឈាមញ៉ាំ1គ្រាប់ក្នុងមួយថ្ងៃគឺមានសុវត្ថិភាពណាស់ចុះបើមានជំងឺទឹកនោមផ្អែមត្រូវប្រយ័ត្នមែនទែនណាការសិក្សាបង្ហាញថាការញ៉ាំស៊ុតច្រើនអាចបង្កើនហានិភ័យជំងឺបេះដូងចំពោះអ្នកជំងឺទឹកនោមផ្អែមអ្នកជំនាញណែនាំឲ្យញ៉ាំត្រឹម2ទៅ3គ្រាប់ប៉ុណ្ណោះក្នុងមួយសប្តាហ៍ហើយត្រូវតាមដានជាតិខ្លាញ់ឆ្អែតឲ្យបានល្អចុះកុមារនិងស្ត្រីមានផ្ទៃពោះអង្គការសុខភាពពិភពលោក WHO ណែនាំឲ្យញ៉ាំអាហារចម្រុះដែលមានសាច់ត្រីឬស៊ុតដើម្បីជួយលូតលាស់ប៉ុន្តែគោលការណ៍អាមេរិកបញ្ជាក់ថាកុមារអាយុ12ដល់23ខែគួរញ៉ាំស៊ុតធំត្រឹម1គ្រាប់ក្នុងមួយសប្តាហ៍ចំណែកកុមារធំនិងស្ត្រីមានផ្ទៃពោះគឺមិនមានការកំណត់តឹងរ៉ឹងទេតើនៅមានអាហារអ្វីខ្លះដែលគួរញ៉ាំជំនួសឬផ្លាស់ប្ដូរវេនជាមួយស៊ុតចង់ដឹងសូមចុច Follow ចាំជួបគ្នានៅវីដេអូចុងក្រោយសូមអរគុណ